ចង់ប្រាប់ថាក្នុងជីវិតនេះចៅត្រូវប្រកាន់ធម៌3យ៉ាងលោកហៅថាធម៌កំពូលត្រៃកោតដាក់ធម៌កំពូល3ប្រចាំជីវិតដែលលោកហៅថាទី1ស្អីគេទី1សច្ចៈទី2អីទេខន្តីទី3កតញ្ញូចំពោះអ្នកណាសច្ចៈមានន័យថាបើន័យធំមែនតែនសច្ចៈគឺអរិយសច្ចៈការដឹងច្បាស់អំពីជីវិតហើយនឹងច្រកចេញឲ្យផុតពីទុក្ខក្នុងសង្សារវដ្តអថង្គិកមៈជ្រៅពេកបាច់ដឹងហ្នឹងយកតែសច្ចៈធម្មតាប្រចាំជីវិតគឺកុំឲ្យនិយាយអ្វីដែលមិនពិតទៀងត្រង់សម្រាប់ជាវិន័យធំរបស់យើងទី2ខន្តីអ្វីលើលោកនេះអត់មានអីពេញចិត្តយើងទាំងអស់យើងជួនកាលយើងខុសគេធ្វើត្រូវក៏យើងអាចមិនពេញចិត្តគេធ្វើខុសក៏យើងមិនពេញចិត្តម្ល៉េះហើយទ្រាំទទួលយកកុំខឹងនឹងអ្នកដែលគេធ្វើខុសហើយយើងធ្វើឲ្យខឹងកពុបបុណ្យណារក្សាបុណ្យដោយសារចិត្តខឹងពាក្យព្រះសម្មាសម្ពុទ្ធលោកបដៅថាឈ្នះចិត្តខឹងដោយចិត្តមិនខឹងអកោធេនចនេកោថាំងអសាធុសាសនាជីនេឃើញទេឈ្នះចិត្តខឹងដោយចិត្តមិនខឹងឈ្នះមនុស្សអាក្រក់ដោយធ្វើល្អឈ្នះមនុស្សភូតផលដោយទៀងត្រង់ឈ្នះមនុស្សកំណាញ់ដោយឲ្យពួកម៉ាក់ខ្លះចូលចិត្តទៅឲ្យតែយើងឲ្យគាត់ប៉ុន្តែទៅឲ្យនោះតើថ្ងៃណាមួយគាត់ធ្លាក់អីបន្តិចមកវិញអានឹងឈ្នះឃើញទេឲ្យយូរទៅគាត់រៀខ្លួនដូចមិនដានមិនឲ្យគាត់ផងចឹងឲ្យអានឹងចិត្តការព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធខន្តីគឺរៀនអត់ធ្មត់បើគេខឹងយើងគឺគេជះភ្លើងមកហើយបើយើងដាក់ភ្លើងទៅវិញវាឆេះទាំងអស់គ្នាអញ្ចឹងមានតែការបើក្តៅមកយើងយកត្រជាក់ទៅលុតកតញ្ញូសំខាន់ជាងគេបំផុតក្នុងជីវិតរបស់យើងគឺយើងកតញ្ញូចំពោះអ្នកណាជាបឋមគឺមេត្តាបិតាដែលឲ្យជីវិតយើងលោកហៅថាជាព្រំព្រះព្រំយកអីសងវិញអត់បានទេលោកផ្ដល់ជីវិតនេះ